សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូនៃរបស់លោកពូកុសលណាអ្នកទាំងអស់គ្នាគឺគាត់ចែកសភៅវិថីបន្តពូជនៃជីវិតហ្នឹងគឺយាហុងគាត់ចែក free ហើយខ្ញុំក៏ទៅយកដែរហើយខ្ញុំចូលចិត្តសភៅរបស់គាត់ដល់ពេលដែលគាត់ចែក free នៅផ្សារទំនើបជីបម៉ង271ម្ដងគឺខ្ញុំតែងតែទៅទទួលហើយកម្មវិធីនេះគឺគាត់លើកកម្ពស់សុខភាពស្ត្រីទាំងសុខភាពបន្តពូជផ្លូវភេទហើយនឹងជាពិសេសគឺមហារាជមាត់ស្បូនហើយដុកទ័រទាំងពីរនេះគឺគាត់មកពីប្រទេសថៃនេះគឺការអត់ទាន់មានរឿងជាមួយនឹងថៃណាទាំងអស់គ្នាអត់ទាន់មានសង្គ្រាមជាមួយកម្ពុជាថៃអញ្ចឹងដុកទ័រនៅថៃគឺគាត់អាចចែករំលែកបទពិសោធន៍ដំបូន្មានចំណេះដឹងពីសុខភាពស្ត្រីសុខភាពបន្តពូជនិងជំងឺមហារីកមាត់ស្បូនមកកាន់ស្ត្រីនិងកុមារីនៅប្រទេសកម្ពុជាតែលើតាំងពីមានរឿងមកអ្នកទាំងអស់គ្នាគឺយើងរៀងទាំងសេដ្ឋកិច្ចទាំងសុខភាពស្ត្រីគ្រូពេទ្យអីនៅតាមបណ្ដាមន្ទីរពេទ្យអីផ្សេងគឺយើងកាត់បន្ថយហើយអ្នកទាំងអស់គ្នាគឺយើងបង្វែរទៅកាន់ប្រទេសកូរ៉េម៉ាឡេសិង្ហបុរីចិនហើយនិងប្រទេសផ្សេងទៀតក្រៅពីថៃជាពិសេសគឺប្រទេសវៀតណាមអ្នកទាំងអស់គ្នាអមនឹងកម្មវិធីសិក្ខាសាលានឹងក៏ចែករំលែកបទពិសោធន៍ចំណេះដឹងពីសុខភាពស្ត្រីសុខភាពបន្តពូជនិងជំងឺមហារីកមាត់ស្បូនមកគឺមានតាំងពីពណ៌ច្រើនណាស់អ្នកទាំងអស់គ្នាសិតតែផលិតផលរបស់ខ្មែរទាំងអស់សិតតែផលិតផលរបស់ខ្មែរដូចជា number 1ដូចជាតែខ្ញីដូចជាយាយហុំថ្នាំបល័យល្មៀតហើយនឹងផលិតផលរបស់ភូមិខ្មែរអ្នកធ្វើអញ្ចឹងណាអ្នកទាំងអស់គ្នាយាយហុំគឺលោកពូកុសលជាអ្នកដឹកនាំតាមបាត់ស្នាមផ្សេងអ្នកទាំងអស់គ្នាហើយនឹងមួយទៀតគឺការបង្កើត franchise ដូចជាទឹកអាប់សាប៊ូដុសខ្លួនលែលាបខ្លួនហើយនឹងលែលាបមុខអីផ្សេងអញ្ចឹងណាអ្នកគាត់យកមកក្នុងនាមពេលមានភ្ញៀវផ្សេងគាត់ចង់បើកជារបររកស៊ីជំនួញជួញដូរអីខ្លួនឯងក្រែមលាបមាត់លែលាបមុខលែលាបក្លៀកអីជាដើមអីចឹងណាអ្នកទាំងអស់គ្នាគឺមានក្រុមហ៊ុនដើម្បីដាក់ brand name ហើយនឹង franchise ជាឈ្មោះរបស់យើងថ្នាំធុំមូសអីចឹងណាអ្នកទាំងអស់គ្នាគឺគាត់បង្កើតនៅខ្លួនឯងនៅស្រុកខ្មែរមានបណ្ដាមន្ទីរពេទ្យផ្សេងដូចជាមន្ទីរពេទ្យរយ៉ាល់រតនៈរយ៉ាល់ភ្នំពេញអីចឹងជាដើមចឹងណាអ្នកទាំងអស់គ្នាគឺលោកពូកុសលគាត់ប្រកែរយាយហុំខ្ញុំសូមសរសើរគាត់ឲ្យស្មោះគឺតំណែងទាំងជាតិនិងអន្តរជាតិហ្នឹងគឺគាត់ប្រកែមែនតើណាអ្នកទាំងអស់គ្នាគឺគាត់រក sponsor ដើម្បីបង្កើតជាតាំងពិព័រណ៍នៅតាមបណ្ដាសារទំនើបអីផ្សេងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយគាត់ក៏ជា idol គាត់ជាមនុស្សគំរូម្នាក់សម្រាប់ខ្ញុំគិតថាគាត់គឺល្អអ្នកទាំងអស់គ្នាបើនៅក្នុងប្រទេសកម្ពុជាយើងមានមនុស្សដែលដូចជាលោកពូកុសលច្រើនខ្ញុំគិតថាប្រទេសយើងគឺអាចអភិវឌ្ឍហើយនឹងធនធានមនុស្សយើងក៏អាចកើនឡើងជាមុនដែរព្រោះប្រទេសយើងគឺខ្សោយបំផុតគឺតំណងមិនថាចាស់ក្មេងវ័យកណ្ដាលវ័យអីគឺទំនាក់ទំនងមួយទាំងខាងក្រៅនិងនៅក្នុងសង្គមអនឡាញគឺអត់សូវពូកែទេអ្នកទាំងអស់ចឹងវីដេអូហ្នឹងយូរដែរអ្នកទាំងអស់គ្នាខ្ញុំតែបានកាត់ទេដោយសារខ្ញុំគិតថាខ្ញុំចង់ចែករំលែកចំណេះដឹងថាដើម្បីឈ្នះខាងថៃគឺយើងត្រូវបង្កើនទំនាក់ទំនងយើងត្រូវបង្កើនទំនាក់ទំនងទាំងសង្គមការងារនិងសង្គមការរកស៊ីការរកស៊ីមិនថានៅខាងក្រៅឬក៏នៅក្នុងសង្គមអនឡាញអីមិនថានៅក្នុងសង្គមអនឡាញអ៊ីនធឺណិតអី Facebook Instagram WhatsApp ឬអីផ្សេងជាដើមណាទាំងអស់គ្នាសំខាន់គឺនៅលើខ្លួនឯងថាតើខ្លួនឯងមានភាពទំនាក់ទំនងចែករំលែកចំណេះដឹងនិងបទពិសោធន៍ទាំងការងារនិងការរកស៊ីបានកម្រិតណាចឹងដើម្បីឈ្នះអ្នកជិតខាងរបស់យើងទៅលើប្រព័ន្ធបច្ចេកវិទ្យាពង្រីកធនធានមនុស្សរបស់យើងឲ្យមានចំណេះដឹងចេះអានអក្សរខ្មែរអង់គ្លេសនិងភាសាផ្សេងទៀតកូនខ្មែររបស់យើងគឺពង្រីកបច្ចេកវិទ្យាអរគុណច្រើនសម្រាប់ការទស្សនាវីដេអូ